សួស្តីថ្ងៃនេះអូនធីតាបានបេះបន្លែសម្រាប់ធ្វើសម្លអូនចេះណាបងប្អូនអូនចេះកាន់កន្ត្រកសម្រាប់បេះបន្លែធ្វើម្ហូបធ្វើសម្លប្រហើរជាមួយបងរ៉ូសាហើយនិងបងវិជាអូនហើយជាមួយម៉ាក់អូនយើងបេះបន្លែនៅមុខផ្ទះបេះននងបេះសឹកបាសបេះត្រួយសាវម៉ាវព្រៃបេះស្លឹកចន្លង់កូនខ្ញុំចេះណាបងប្អូនអើយគឺមកខួប10ខែ10ថ្ងៃហើយកូនបើនឹងណាចលើមក៏ចលើមកាយក៏កាចខ្លាញ់ក៏គួរឲ្យខ្លាញ់នេះឲ្យអូនបេះអាហ្នឹងទៅដាក់ធ្វើជាបន្លែតាមពិតអាហ្នឹងគេមិនញ៉ាំផងហ្នឹងណាអានេះម៉ាក់អូនបេះបានខ្លះហើយកូនបើក៏ជួយបេះខ្លះដែរបងប្អូនគេជួយកាន់អាណងគេថាអូអាណងនេះរៀងស្អុយបន្តិចហើយអាណងស្អុយម៉ាក់ខ្ញុំចង់សើចមែនតែនចឹងនៅមុខផ្ទះយើងប៉ាអូនធីតាគាត់ដាំបន្លែខ្លះដូចជាដាំផ្លែអណងដាំតឡាចដាំល្ពៅហើយនេះបេះបានហើយអញ្ចឹងប្រហើរយើងមានអណងមានសឹកម៉ាស់មានត្រួយម្